ខ្ញុំគិតថាបើទោះបីជាខ្ញុំទិញកាមេរ៉ាតម្លៃរាប់ពាន់មកដើម្បីជំនួសកាមេរ៉ាដែលខ្ញុំមានរហងៃក៏ខ្ញុំប្រហែលជាមិនអាចកែប្រែវីដេអូដែលខ្ញុំកំពុងតែថតបែបនេះទៅជាបែបនេះបានដែរអញ្ចឹងដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងមិនមែនខ្ញុំកែប្រែដោយសារមានកាមេរ៉ាថ្មីទេគឺដោយសារតែភ្លើងទីមួយគឺមិន live របស់ខ្ញុំមាននៅត្រង់នេះមួយមាន rim light ឬក៏យើងអាចនិយាយបានថា backlight maybe ហើយនៅខាងក្រោយខ្នងក៏មានភ្លើងពីរបីគ្រាប់ដែរដើម្បីលម្អនៅខាង background ណាអញ្ចឹងមិនមែនកាមេរ៉ាថ្មីទេគាត់ថាបើទិញកាមេរ៉ាថ្មីគឺយើងគិតទៅលើ megapixel ខ្ពស់ជាងមុន frame rate ខ្ពស់ជាងមុនថតនៅទីលំនិតបានល្អជាងមុនអីផ្សេងដែលកាមេរ៉ាថ្មីរួមបញ្ចូលឲ្យយើងណាតែបើយើង expect ថាឬក៏យើងគិតថានឹងកែប្រែវីដេអូដែលយើងបានថតហ្នឹងឲ្យវាល្អវាដូចជាអត់មានខុសគ្នាអីទេអញ្ចឹងឈប់ចំណាយលុយទិញកាមេរ៉ាថ្មីទៅបើសិនជាអ្នកទាំងអស់គ្នាមានកាមេរ៉ារួចទៅហើយនោះព្យាយាមគិតកែលម្អវីដេអូដែលយើងបានថតហ្នឹងឲ្យល្អប្រសើរជាងមុនជាមួយនឹងភ្លើងឬក៏អ្វីផ្សេងវិញអូខេ